សួស្តីពុកម៉ែបងប្អូនលោកយាយលោកតាជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅក្នុងប្រធានបទនេះគឺនិយាយអំពីដើមឈូកបងប្អូនដើមឈូកតើវាមានអត្ថន័យយ៉ាងដូចម្ដេចទៅបងប្អូនដឹងទេបើដឹងសូមជួយខមមិនបកស្រាយនៅខាងក្រោមនេះនៅពេលនេះខ្ញុំសូមលើកយកអត្ថន័យនៃដើមឈូកផ្កាឈូកបន្តិចយកមកបកស្រាយប្រាប់បងប្អូនហើយក៏ជាការឆ្លើយតបទៅនឹងខមមិនមួយដែលចង់ឲ្យខ្ញុំបកស្រាយអំពីអត្ថន័យនៃផ្កាឈូកនិងដើមឈូកផ្កាឈូកនិងដើមឈូកនេះគឺវាតំណាងឲ្យភាពតស៊ូអត់ធ្មត់ពុះពៀយ៉ាងធំធេងបំផុតរបស់មនុស្សយើងបងប្អូនមើលទៅប្រភពដើមនៃផ្កាឈូកប្រភពដើមនៃផ្កាឈូកគឺវាស្ថិតនៅក្នុងផុកនៅក្នុងដីមមកកក្រិចអាក្រក់ដែលមនុស្សទូទៅតែងតែពើមតែងតែរអើមតែងតែមិនចូលចិត្តប៉ុន្តែនៅពេលដែលវាឡើងមកផុតคล้ายទៅជាផ្កាដែលរីកស្រស់ស្គុះស្គាយមានក្លិនក្រអូបឈ្ងុយឈ្ងប់ហើយវាคล้ายទៅជាផ្ការបស់ព្រះទៀតផងអញ្ចឹងវាតំណាងអំពីខ្សែជីវិតរបស់មនុស្សយើងគឺវាមានភាពបែបហ្នឹងប្រភពកំណើតរបស់យើងគឺអាចអាក្រក់ប៉ុន្តែជោគវាសនារបស់យើងវាមិនមែនអាក្រក់ទេវានឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងឲ្យតែយើងតស៊ូពុះពៀជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាងការឈូកនេះទម្រាំតែវាឡើងផុតមកស្អាតស្រស់ស្គុះស្គាយហើយទៅពេលខាងមុខទៀតប្រកាសជាគេបេះវាយកទៅថ្វាយព្រះហើយយកទៅដាក់នៅកន្លែងទីសក្ការៈអញ្ចឹងទម្រាំតែវាមានឱកាសคล้ายទៅជាផ្ការបស់ព្រះคล้ายទៅជារូបភាពដ៏ស្រស់ស្អាតបែបនេះគឺវាឆ្លងកាត់នៅឧបសគ្គយ៉ាងច្រើនសន្ធឹកសន្ធាប់ទាញមកវិញជីវិតយើងក៏ដូចនេះដែរឧបសគ្គដែលរាំងដំណើរជីវិតរបស់យើងគឺច្រើនសម្បើមណាស់ប៉ុន្តែនៅពេលដែលយើងជំនះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនៅទីបំផុតគឺនឹងចេញនៅលទ្ធផលជាទីគប់ចិត្តអត្ថន័យនៃផ្កាឈូកខ្ញុំសូមបកស្រាយដោយខ្លីតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងយល់អរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅក្នុងកម្មវិធីចំណេះដឹងផ្សេងនឹងនាំយកនៅទ្រឹស្ដីល្អដើម្បីអភិវឌ្ឍសមត្ថភាពយើងហើយបងប្អូនកុំភ្លេចជាវសិភៅអរិយប្រទេសរបស់ខ្ញុំបាទអរគុណច្រើន